បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះស៊ុនបូរ៉ាបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកចែកជូនបងប្អូនទាំងអស់គ្នាទាក់ទងនឹងការរៀបចំ Channel YouTube របស់យើងឲ្យត្រូវនឹងស្តង់ដារឆ្នាំ2026វីដេអូនេះភាគច្រើនបងប្អូនគាត់អាចចេះធ្វើហើយប៉ុន្តែបងប្អូនដែលគាត់អត់អាចចេះធ្វើគាត់អាចមើលវីដេអូរបស់ខ្ញុំទៅបងប្អូននឹងយល់ហើយនឹងចេះធ្វើទាំងអស់គ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយមួយវិញទៀតមុននឹងចូលដល់វីដេអូរបស់ខ្ញុំបងប្អូនដឹងហើយបងប្អូនណាអត់ទាន់បានជួយ Subscribe ទេបងប្អូនធ្វើការ Subscribe Channel របស់ខ្ញុំអ្នកមួយទៅដើម្បីបងប្អូនអាចទទួលបានវីដេអូឬក៏ព័ត៌មានថ្មីៗដែលខ្ញុំបានធ្វើឲ្យខ្ញុំទម្លាក់នៅក្នុង Channel របស់ខ្ញុំវានឹង load ដល់ព័ត៌មានឲ្យបងប្អូនបានមើលមុនគេអញ្ចឹងណាបងប្អូនទាំងគ្នាអូខេតោះបងប្អូនទាំងគ្នាកុំឲ្យខាតពេលយូរយើងចូលទៅធ្វើទាំងអស់គ្នាអូខេបងប្អូនចូលកន្លែងច្រមនេះមកអូខេរួចហើយបងប្អូនវាយពាក្យថា YouTube វាឲ្យបងប្អូនចុច YouTube នេះមកវានឹងចេញមកបែបនេះបងប្អូនយក channel របស់យើងមកខាងក្រោមនេះចុចលើ channel របស់យើងមកហើយបងប្អូនបន្តមកទៀតបងប្អូនចុចត្រី3នេះអូឡើងមកលើតិចមកបងប្អូនអរគ្នាយើងធ្វើការផ្លាស់ប្ដូរពីទំហំទូរស័ព្ទទៅជាទំហំ computer បងប្អូនចុចមកហើយ request desktop size នេះអូខេចុចមកចាំមក plate វាកំពុងដំណើរការអូខេវាចេញមកបែបនេះបងប្អូនចុចលើ profile របស់យើងមកអូខេរួចហើយបងប្អូនចុចកន្លែងនេះYouTube Studio នេះបងប្អូនស្កត់វាជាប់មករួចហើយបងប្អូនយកពាក្យថា open in new tab បងប្អូនចុចវាមករួចហើយបងប្អូនចុចខាងក្រោមនេះកន្លែងលេខនេះបងប្អូនចុចមករួចហើយយើងយកកន្លែងនេះ YouTube Creator បងប្អូនចុចមកវាចេញមកបែបនេះទី1នេះបងប្អូនកុំចុចបើបងប្អូនចុចទៅវានឹងរត់ទៅ YT app របស់ YouTube ហើយអញ្ចឹងយើងអត់អាចរៀបចំបានទេវាអត់មានកម្មវិធីច្រើនដូច computer អញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនត្រូវយកពាក្យថាបដូរទៅ Studio បងប្អូនចុចមកអូខេឃើញបងប្អូនទាំងគ្នាវាមានលក្ខណៈដូច computer អញ្ចឹងរួចហើយបងប្អូនចុចកន្លែងរូបប៊ិចនេះកន្លែងប៊ិចនៅក្រោមដុល្លារនេះបងប្អូនចុចមកអូខេកន្លែង banner នេះបងប្អូនមានរូបភាពបងប្អូន upload មកដោយសារតែខ្ញុំធ្វើរួចហើយខ្ញុំបានដាក់រួចហើយអញ្ចឹងកន្លែងនេះមុនដំបូងវាឲ្យយើងដាក់ថាបង្ហោះអញ្ចឹងបងប្អូនគ្រាន់តែចុចមកវាឲ្យយើងរើសរូបភាពហើយអញ្ចឹងបងប្អូនធ្វើការរើសរូបភាពយកមកដាក់ banner របស់យើងមករួចហើយបងប្អូនធ្វើការផ្លាស់ប្ដូរវាទៅអានេះដូចគ្នាបងប្អូនអរគ្នារូបភាពនេះហ្នឹងលក្ខណៈជារូប profile របស់យើងអញ្ចឹងបងប្អូនធ្វើការ upload វាដូចគ្នាអូខេបន្តមកទៀតកន្លែងពណ៌នេះយើងពណ៌នេះមកបងប្អូនធ្វើពី game ឬក៏ធ្វើម្ហូបឬក៏ live stream ឬក៏អីផ្សេងអញ្ចឹងណាបងប្អូនធ្វើការរៀបរាប់មកអូខេតមកទៀតកន្លែងនេះបញ្ចូលដំណរនេះបងប្អូនអាចដាក់ជា link Facebook ក៏បាន link Instagram ក៏បាន link Telegram ក៏បានតែបងប្អូនចង់ដាក់អញ្ចឹងណាបងប្អូនអរគ្នាអូខេនៅខាងក្រោមនេះបងប្អូនដាក់រូបភាពបង្ហាញពី profile របស់យើងក៏បានបងប្អូនធ្វើការបង្ហោះវាមកតែមកទៀតបងប្អូនចូលកន្លែង setting នៅខាងក្រោមនេះកន្លែងរូបកងចក្រហ្នឹងណាបងប្អូនឃើញហ្នឹងបងប្អូនចុចលើវាមកវានឹងចេញផ្ទាំងមកបែបនេះកន្លែងនេះបងប្អូនទាំងអស់គ្នាកន្លែងរូបដុល្លារនេះបងប្អូនអាចធ្វើវាទេអញ្ចឹងបងប្អូនមកមើលនៅពាក្យថាប៉ុសបងប្អូនចុចលើប៉ុសនេះមកអញ្ចឹងព័ត៌មានមូលដ្ឋានកម្ពុជារបស់យើងពីមុនយើងផ្ទៃដឹងដូចជាអត់ support ជាមួយនឹង YouTube ទេតែឥឡូវ YouTube បើកឲ្យខ្មែរយើងអាចរលុយបានជាមួយនឹង YouTube 100% អញ្ចឹងណាបងប្អូននេះចឹងបងប្អូនធ្វើការរើសកម្ពុជាយើងមកហើយកន្លែង keyword នេះសំខាន់មែនតើបើយើងអត់ដាក់ keyword ទេអញ្ចឹង YouTube អត់នឹងជំរុញវីដេអូរបស់យើងទៅអ្នកដែលមើលទេដោយសារតែយើងអត់មាន keyword ដើម្បីឲ្យតាក់ទាញវីដេអូរបស់យើងអញ្ចឹងណាបងប្អូនអរគ្នាយើងផុសទៅបានគ្រាន់ថាវីដេអូរបស់យើងវានឹងកប់នៅក្រោមគេតែម្ដងព្រោះយើងអត់មាន keyword ដើម្បីទាញវាឲ្យឡើងទៅលើដើម្បីឲ្យអ្នកដែលគេចង់មើលវីដេអូរបស់យើងគេឃើញអញ្ចឹងណាអូខេបងប្អូនត្រូវតែធ្វើ keyword នេះបងប្អូនត្រូវតែវាយតាក់ទងនឹង game ឬក៏បងប្អូនចង់លេង blog ឬក៏បងប្អូនស្ទូចត្រីអីហ្នឹងបងប្អូនត្រូវតែសរសេរ keyword ហ្នឹងអូខេចឹងបងប្អូនសរសេរមកអូខេទៅមួយទៀតកន្លែងកំណត់កម្រិតនេះអញ្ចឹងកន្លែងនេះបងប្អូនអត់អាចរើសយកទី1ទេបងប្អូនយកទី1មានន័យថា YouTube របស់យើងធ្វើសម្រាប់កុមារអញ្ចឹងយើងអត់អាចរកលុយបានជាមួយនឹង YouTube ទេអញ្ចឹងចំណុចនេះសំខាន់ដែរបងប្អូនអរគ្នា
ចឹងបងប្អូនត្រូវតែយកអាទី2យើងប្រាប់ក្រុមហ៊ុន Facebook ថា channel របស់យើងមិនមែនបង្កើតមកសម្រាប់កុមារទេអញ្ចឹងណាបងប្អូនអ្នកគ្នាអូខេអូមកខាងក្រោមទៀតអញ្ចឹងអានេះវាមានស្រាប់ហើយបងប្អូនបាច់ប៉ះវាទេអូខេកន្លែងនេះសិតចូលតាមមុខងារបងប្អូនចុចមកអូខេកន្លែងនេះទី1នេះវាមកវាឲ្យយើងអូតូប៉ុន្តែទី2នេះយើងត្រូវតែដាក់ verify ជាមួយនឹងលេខទូរស័ព្ទរបស់យើងបងប្អូនអ្នកគ្នាបើយើងអត់ប្រើលេខទូរស័ព្ទទេន័យថាវីដេអូដែលយើងផុសទៅក្រោម15នាទីគឺអត់បានទេហើយមួយទៀត thumbnail ក៏វាឲ្យយើងប្រើដែរហើយមួយទៀតការ live នៅក្នុង YouTube ក៏វាឲ្យយើងប្រើកម្មវិធីនឹងបានដែរតើតើយើងដាក់លេខទូរស័ព្ទរបស់យើងសិនណាបងប្អូនអ្នកគ្នាហើយតមកទី3នេះយើងត្រូវតែ upload ជាមួយនឹងវីដេអូរបស់យើងបងប្អូនអ្នកគ្នាលក្ខណៈថាដូចខ្ញុំនិយាយពងនិយាយអញ្ចឹងយើងធ្វើទៅយើងដូចថាយើងធ្វើឲ្យវាបានជាទៅ3ខែ6ខែអញ្ចឹងណាបងប្អូនយូរក៏ល្អដែរដើម្បីឲ្យក្រុមហ៊ុន YouTube គេចាប់ថាអូអានេះជា channel ពិតរបស់យើងអញ្ចឹងវានឹងបើកមុខងារនឹងឲ្យយើងបងប្អូនអ្នកគ្នាឬក៏បងប្អូនអាច upload verify ជាមួយនឹងអត្តញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនរបស់បងប្អូនក៏បានដែរអញ្ចឹងបងប្អូនមានអត្តញ្ញាណប័ណ្ណបងប្អូនធ្វើការ verify ទៅវាលឿនជាងបងប្អូនអ្នកគ្នាអូខេកន្លែងហ្នឹងតែប៉ុណ្្នឹងទេអូខេយើងទៅមកទៀតកន្លែងនេះលំនាំដើមនៃការបង្ហោះអូខេអានេះដូចគ្នាបងប្អូនអ្នកគ្នាចំណងជើងបងប្អូនដូចខ្ញុំនិយាយពីដើមអញ្ចឹងយើងធ្វើពីហ្គេមយើងសរសេរជាចំណងជើងហ្គេមធ្វើម្ហូបយើងសរសេរបង្ហូបអីចឹងណាបងប្អូនអ្នកគ្នាច្រើនបងប្អូនឆ្លាញ់វីដេអូប្រភេទអីបងប្អូនធ្វើទៅអានេះការពណ៌នេះដូចគ្នាអញ្ចឹងហើយមួយទៀតកន្លែងសាធារណៈនេះវាមានឲ្យយើងរើសជាសាធារណៈតែដែលយើងផុសវាមានឯកជនមានគ្មានក្នុងបញ្ជីជាទូទៅឥឡូវគេអត់ប្រើផុសភ្លាមគេដាក់សាធារណៈភ្លាមឯងបងប្អូនអ្នកគ្នាគេច្រើនតែយកនៅក្នុងគ្មានក្នុងបញ្ជីដើម្បីអីគេទុកពេលឲ្យក្រុមហ៊ុន YouTube ហ្នឹងរៀបចំវីដេអូរបស់យើងដែលយើងអាប់ឡូតទៅវានឹងរៀបចំថាអូវីដេអូរបស់យើងចង់ទៅឲ្យអ្នកមើលប្រភេទណាដែលវីដេអូរបស់យើងផលិតមកអញ្ចឹងដូចថាអ្នកចូលចិត្តមើលម្ហូបវានឹងរុញទៅឲ្យអ្នកមើលការធ្វើម្ហូបដូចយើងធ្វើពីហ្គេមវានឹងរុញវីដេអូយើងឲ្យទៅអ្នកដែលចូលចិត្តមើលហ្គេមអញ្ចឹងណាបងប្អូនអ្នកគ្នាវាមានច្រើនទៀតអញ្ចឹងភាគច្រើនគេយកគ្មានក្នុងបញ្ជីដើម្បីឲ្យក្រុមហ៊ុន YouTube វាធ្វើការរៀបចំវីដេអូរបស់យើងហើយគួរឲ្យយើងអាចរយៈពេលកន្លះម៉ោងឬក៏20នាទីអីយើងអាចផ្លាស់ប្ដូរវាមកជាសាធារណៈបានឬក៏បងប្អូនដាក់ជា schedule ទៅយើងមិនបាច់ចាំផ្លាស់ប្ដូរវាទេវានឹងអូតូឲ្យយើងចឹងហ្មងអូខេហើយកន្លែងស្លាកនេះមានន័យថា tag អញ្ចឹងស្លាកហើយនឹង key ហ្នឹងគឺដូចគ្នាបងប្អូនអ្នកគ្នាយើងត្រូវតែបំពេញដែរឲ្យទៅនឹងសាច់រឿងនៃវីដេអូរបស់យើងណាបងប្អូនអ្នកគ្នាបើបងប្អូនអត់បំពេញទេក៏វីដេអូរបស់យើងវាអត់ជំរុញដែរបងប្អូនអ្នកគ្នាអូខេទៀតយើងចូលកន្លែងការកំណត់កម្រិតខ្ពស់បងប្អូនអ្នកគ្នាជាងកន្លែងនេះមកជួរនេះបងប្អូនអញ្ញាប័ណ្ណនេះបងប្អូនបាច់បំពេញវាទេទុកវាអញ្ចឹងហើយកន្លែងភាសានេះយើងដាក់វីដេអូជាភាសាអង់គ្លេសអញ្ចឹងណាហើយចំណងជើងយើងសរសេរជាអង់គ្លេសយើងដាក់អង់គ្លេសអញ្ចឹងមកអូខេអញ្ចឹងអានេះយើងបាច់ធ្វើវាទេកន្លែងមតិនេះទុកវាអញ្ចឹងហើយមួយទៀតប្រភេទមានថា category ប្រភេទអញ្ចឹងណាដូចជាវាឲ្យយើងរើសបងប្អូនចេញមកវាមានកំសាន្តវាមានការធ្វើដំណើរនិងព្រឹត្តិការណ៍ការអប់រំកីឡាcomplaint តន្ត្រីព័ត៌មាននិងនយោបាយភាពយន្តនិងគំនូរជីវចលមនុស្សនិងប្លង់អីច្រើនទៀតបងប្អូនអ្នកគ្នាឲ្យតាក់ទងនឹងcontent ដែលយើងចង់ធ្វើអញ្ចឹងណាបងប្អូនអ្នកគ្នាចឹងបងប្អូនរើសមកដូចហើយយើងចូលមកការអនុញ្ញាតនេះមួយទៀតចឹងនេះមិនបាច់ទេមានអីត្រូវបំពេញទេចឹងយើងក៏ចូលឡើងការសម្របសម្រួលសហគមន៍នេះចឹងកន្លែងនេះបងប្អូនទាំងអស់គ្នាក៏មិនបាច់ធ្វើវាដែរតែបងប្អូនអូសមកខាងក្រោមនេះមកកន្លែងនេះបងប្អូនត្រូវតែចុចគ្រីសដើម្បីកុំឲ្យនៅក្នុង comment យើងមានបងប្អូនខ្លះគាត់ comment ទេបងគាត់យកអា link វីដេអូដូចថាវីដេអូអត់ល្អអីគាត់ copy link ហ្នឹងយកមកដាក់ក្នុង channel របស់យើងអញ្ចឹងវាធ្វើឲ្យ channel របស់យើងអត់ល្អហើយវាឆាប់ខូចអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងយើងកុំឲ្យគាត់ដាក់បានយើងត្រូវតែគ្រីសវាអញ្ចឹងណាបងប្អូនទាំងគ្នាអូខេបងប្អូនយល់អត់ពីអ្វីដែលខ្ញុំនិយាយកន្លែងហ្នឹងមានន័យថាបើយើងអត់គ្រីសវាទេ
lại nâng comment video bao nhiêu nè đã ở chơi video bao nhiêu ngày chẳng là ưu hóa còn đừng vô link ra video đã mình xong rồi mới vô mà đại nó không channel bao nhiêu chẳng chẳng ở cùng hôn chập rồi comment đã mình ló vì thôi channel bao nhiêu ai spam rồi có bật trao nó vì khôi chẳng là một phần nữa chương dưỡng thở click lại nè ok rồi hai bông ôn cho lại nhờ TP đi mó ca cục rong nè pra ok anh ấy đôi chia mình bài thơ vi tế ok bài tế bông ôn được nhé thì bảy anh ấy có đôi khi bài thơ đấy ok đôi chia ở hai ok dương thơ ở hai cần rất cool ní thơ ở hai nó sao một tiết cái lấy bầm pin pịa tụp scan hay dương bầm pin pịa tụp scan cầm bay cầm oi miền nè scam đi hết bông bồn nào nhé nè cái nè bông bồn là tìm mối lại nhờ ca sừng rộp sản cùm ní nhé hay này nó hàng tìm mối nó bông bồn ô mà cầm phun mất cái này bông bồn thơ ca bầm pin pịa đã tụp scan bông bồn trong ở PA được như thì ha thà sập thử sắp chuối phong mà đòn mà nè rủi ro rồi có việc sửa ấy để code comment được nông channel bao nhiêu ai thôi channel bao nhiêu spam chứ bông phôn thưa ca tụt scat việc nâng bông phôn được nhé chứ bông phôn tao tại sẽ bảo bông phôn nó sẽ đôi nhầm vậy chứ thôi channel bao nhiêu chap code rồi việc comment là mình lo chứ bông phôn được nhé ok bông phôn được hết bây giờ bông phôn thua hai bông pin đuôi hai ó bông phôn tao tại chích lại nè để xa tục làm bây giờ video rồi qua miền này dân thử bấm pin hai giống bấm ôn chạy viêm á ok chân bấm ôn thôi ca chạy viêm á chân nhưng miền tập năng thế bấm ôn nọc nhé giờ đây là bọc như thế này ní hiện rồi rồi bấm ôn nọc nhé sân không tham bấm ôn nọc nhé đừng vô hay thua ban nọc nhé ok bấm ôn nọc nhé muốn năng bên trong video bấm ôn nọc nhé chui subscribe channel bọc như một đó bởi chỉ khai lực chất để tránh nào bấm ôn nọc nhé ok chúc nhóm nào video coi tiếp đạt nhóm năng lực video mấy dùng mong bông hai bông ôn được nè ok chúc nhóm nào video coi bye bye